សួស្តីគ្នាយើងអរគ្នាអញ្ចឹងយើងបន្តគូសlogo មួយនេះដោយយើងប្រើប្រាស់ rotate tool ជាមួយនឹង shape builder tool ហើយយើងចាប់ផ្ដើមទាំងអស់គ្នាអញ្ចឹងសម្រាប់ការគូស logo មួយនេះយើងអាចជាដំបូងយើងអាចប្រើប្រាស់ellipse tool នេះ ellipse tool ហើយយើងអាចចុចshift alt ឲ្យជាប់បន្តមកយើងចាប់ទាញវាចេញជារង្វង់បែបនេះចឹងខ្ញុំសូមឆេងវាទៅជា stroke ដោយសារខ្ញុំចង់គូសវាជា stroke ចឹងហើយខ្ញុំសូមឆេង color វាទៅពណ៌ខ្មៅសិនអូខេអញ្ចឹងបន្ទាប់ពីគ្នាយើងគូសបានប៉ុណ្ណេះហើយជាហ៊ានបន្តទៀតអ្នកនរគ្នាអាចចូលយើង select លើ ellipse tool ហ្នឹងហើយចូលកាន់ edit ហើយយើង copy យើង copy ហើយចូល edit ម្ដងទៀតយើង path frontចឹងបន្តមកយើងចាប់ផ្ដើមទាញវាឲ្យវាស្មើបែបនេះនេះខ្ញុំទាញវាបែបនេះចឹងយើងបាន ellipse 2ហើយជាបន្តទៀតយើងត្រូវការ ellipse មួយទៀតដាក់ខាងក្រោមចឹងយើងអាច select លើ ellipse ទូចនេះយើងអាចចុច alt ជាប់វាឃើញសញ្ញាម៉ៅយើងនេះឲ្យយើងទាញមកចេះចឹងយើងចុច alt ជាប់បានទាញបានណាអញ្ចឹងវាមានថាដូចយើង copy វាមកមួយទៀតចឹងយើងដាក់វាឲ្យស្មើបែបនេះមកនេះដាក់វាឲ្យស្មើចឹងអូខេអញ្ចឹងបន្តពីអ្នកនរគ្នាដាក់បានប៉ុណ្ណេះហើយអ្នកនរគ្នាអាចចូលទៅកាន់tool មួយទៀតតែយើងត្រូវការ select វាសិនអញ្ចឹងយើង select វាហើយយើងចូលទៅកាន់ tool មួយដែលមានឈ្មោះថា shape builder tool អញ្ចឹងយើងចុចទៅលើ shape builder tool ហ្នឹងមកហើយយើងចាប់ផ្ដើមកាត់ផ្នែកដែលយើងចង់បានអញ្ចឹងផ្នែកនេះខ្ញុំចង់បានវាខ្ញុំកាត់វាបែបនេះហើយចំពោះផ្នែកនេះខ្ញុំអត់ចង់បានទេខ្ញុំអាចចុច alt ខ្ញុំកាត់វាចេញអូខេអញ្ចឹងបន្ទាប់ពីកាត់ហើយខ្ញុំអាចចាក់ color វាអញ្ចឹងខ្ញុំចាក់ color វាពណ៌ខៀវអូខេខ្ញុំ select ហើយខ្ញុំចាក់ពណ៌ខៀវហើយចំពោះ stroke ខ្ញុំអាចបិទវាវិញខ្ញុំអត់យក stroke ទេអញ្ចឹងជាបន្តទៀតយើងត្រូវការវាចំនួន6ហើយវាចេញ style rotate បែបនេះអញ្ចឹងជាបន្តដែលយើងត្រូវធ្វើយើង select ទៅលើ object ហ្នឹងខ្ញុំសូមប្រូវាបន្តិចអញ្ចឹងខ្ញុំគ្រាន់តែ select លើវាហើយខ្ញុំប្រើប្រាស់ tool មួយដែលមានឈ្មោះថា rotate tool ដើម្បី rotate អញ្ចឹងខ្ញុំចុចទៅលើ rotate tool ខ្ញុំឃើញសញ្ញាមួយនេះវាលោតមកសញ្ញាទូចដៅនេះអញ្ចឹងយើងអាចចុចលើវាហើយយើងចុច alt ឲ្យជាប់អញ្ចឹងយើងទាញអស់វាដាក់ក្រោមចំចំណុចទូចមួយនេះនេះអញ្ចឹងហើយយើងបន្លែង sorry អ្នកគ្នាអញ្ចឹងអ្នកនរគ្នាដាក់ចំមកចុច alt ឲ្យជាប់ហើយបន្លែងវាមកហើយយើងអាចបើយើងចង់បានចំនួន6អញ្ចឹងគ្នាយើងអាចវាយចំនួន3ឲ្យ60អញ្ចឹងមកជុំវិញមានចំនួន3ឲ្យ60អញ្ចឹងយើងអាចចែកឲ្យ6យើងចុច slash 6អញ្ចឹងយើងយកពាក្យ copy មកហើយយើងអាចចុច control D ដើម្បីឲ្យវា copy ជា rotate អញ្ចឹងអូខេអញ្ចឹងបន្តមកទៀតអ្នកនរគ្នាអាច select វាមួយហើយដូរ color វាអញ្ចឹងខ្ញុំដូរ color វាមួយអូខេខ្ញុំដូរ color បែបនេះអូខេអញ្ចឹងបន្តអ្នកនរគ្នាគូបានប៉ុណ្្នឹងហើយអ្នកនរគ្នាអាចselect វាទូចមកហើយយើងអាចគ្រប់វាបានអញ្ចឹងការងារតាក់ទងទៅនឹងការគូស logo មួយនេះមានតែប៉ុណ្្នឹងទេ